សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះនាំធ្វើដំណើរវីដេអូតាមបណ្ដោយផ្លូវជាតិលេខ1បាទចាខ្ញុំប្រាប់ថាកម្មវិធីអ្វីបាទតាមផ្លូវជាតិលេខ1មកច្បាស់បើមកត្រង់10គីឡូជាងឆ្វេងដៃវត្តមនីសាគរហើយយើងហូបវត្តមនីតិចមកយើងមើលស្ដាំដៃមានបាទសាលាបឋមសិក្សាយកបាទបន្ទាប់ពីយើងមកជាដំណើរផ្លូវជាតិលេខ1បាទឃើញវត្តមនីឆ្វេងដៃសាលាបឋមសិក្សាយកបាទខាងស្ដាំដៃហើយយើងហូបប្រហែលជា50ម៉ែត្រទៅ100ម៉ែត្រទៀតយើងមើលខាងស្ដាំដៃគឺយើងមានបាទបរិយហុងឡាយហើយនៅខាងក្រោមបរិយនេះគឺដាក់ផ្លាកថាវត្តគៀនស្វាយក្នុងតើបងប្អូនចង់ដឹងថាខ្ញុំធ្វើវីដេអូតាមផ្លូវជាតិលេខ1នេះគឺជាកម្មវិធីអ្វីនឹងបន្តិចទៀតនឹងបានឃើញហើយបាទអញ្ចឹងទៅយើងជិះចូលតាំងខ្លងទ្វារវត្តគៀនស្វាយក្នុងមកតាមផ្លូវបេតុងរហូតបាទប្រហែលជា500ម៉ែត្រទៅ1គីឡូដីយ៉ាងឆ្ងាយបំផុតតែមិនជាធ្វើទេបងប្អូនបាទអ្នកខ្លះគឺស្គាល់ហើយវត្តគៀនស្វាយក្នុងធ្លាប់មកទស្សនាទូកអីហ្នឹងបាទឥឡូវនេះគឺថានេះជីមកតាមវត្តគៀនស្វាយក្នុងតាមផ្លូវបេតុងបាទចម្ងាយដែលខ្ញុំប្រាប់មិញប្រហែលជា500ម៉ែត្រទៅ1គីឡូម៉ែត្រហ្នឹងថាខ្ញុំធ្វើវីដេអូនេះគឺជាកម្មវិធីអ្វីបាទនេះគឺជាស្រះវត្តគៀនស្វាយក្នុងដែលកម្មវិធីបនំទុកបានកន្លងផុតចប់ទៅហ្នឹងគឺថ្ងៃទី12ខែតុលាឆ្នាំ2025ដែលជាអង្គធនធានវត្តគៀនស្វាយក្នុងបានបញ្ចប់ទៅហើយបាទឥឡូវនេះខ្ញុំបាទនឹងបន្តដំណើរធ្វើវីដេអូពិសេសកំសាន្តសប្បាយមួយទៀតបាទថាគឺជាកម្មវិធីអ្វីនៅក្នុងកម្មវិធីមកក្នុងភូមិព្រៃធំសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅបាទឥឡូវដល់ខ្លងវត្តគៀនស្វាយក្នុងហើយតែយើងអត់ចូលទេដោយសារកម្មវិធីអង្គធនធានបានបញ្ចប់ថ្ងៃទី12ហើយបាទតាមលបងវត្តហ្នឹងមកគឺមានផ្សារគេមួយបាទផ្សារព្រៃធំហ្នឹងបាទផ្សារក្នុងភូមិអញ្ចឹងណាបាទមានលក់ម្ហូបអាហារកៅអៅស្បែកជើងសម្លៀកបំពាក់របស់ញ៉ាំកូពេដូអត់ខ្វះទេបាទដល់ថ្ងៃហ្នឹងគឺថាអ្នកដែលមកទស្សនានេះគឺដឹងថាសប្បាយហើយតែខ្ញុំអត់ទាន់ប្រាប់ថាកម្មវិធីអ្វីចាំទេបាទខ្ញុំប្រាប់ថាកម្មវិធីអ្វីបាទឥឡូវយើងទស្សនាទេសភាពហ្នឹងទៅបាទជិះតាមខ្លងថ្នល់ជាតិលេខ1ចូលដល់វត្តបាទហើយកាត់តាមផ្សារភូមិគេបន្ទាប់មកក្នុងផ្សារនេះគឺមានផ្លូវបំបែកជាពីរមួយទៅត្រង់មួយទៅស្ដាំបាទបត់ស្ដាំនេះមកគឺយើងឃើញហើយបាទគឺគឺស្ពានដែកបាទព្រៃធំបាទចង់ដឹងទេបាទកម្មវិធីនោះគឺជាកម្មវិធីអ្វីឥឡូវខ្ញុំបាទទស្សនភាពថតឲ្យមើលសិនបាទយើងមកដល់ស្ពានដែកហើយនេះគឺជាកន្លែងបាទកម្មវិធីដែលនឹងចាប់ផ្ដើមបាទក្នុងនោះគឺខ្ញុំបាទប្រាប់ជូនគឺជាកម្មវិធីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025បាទគឺជាកម្មវិធីបាទបុណ្យអុំទូកបាទនៅថ្ងៃទី1នៅក្នុងភូមិព្រៃធំសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាទខ្ញុំបាទថតនេះគឺជាបាទដោយសារតែគណៈកម្មការយើងគាត់កំពុងតែរៀបចំអញ្ចឹងកំប្លោកអត់ទាន់ស្អាតទេបាទនេះសង្ហាខ្ញុំបាទអញ្ចឹងទេបងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចណាមកទស្សនាថ្ងៃទី4បាទហើយឃើញស្រាប់ហើយនេះកំពុងតែហាត់សមទូកបដាហើយបាទមានច្រើនណាស់មានតាំងពីទូកបាយទូកអីដែលគណៈកម្មការក៏បានប្រកាសជូននៅ Facebook បាទមួយចំនួននោះតែឥឡូវខ្ញុំបាទធ្វើវីដេអូបន្ថែមដើម្បីឲ្យបងប្អូនទាំងគ្នាមក